คนជ្រូកនៅម្ដងបានប៉ុន្មានដែរបានប្រាំងអាទិត្យនេះត្រូវនឹងពេលពិសេសអូនសុំរំលែកតែងខោឲ្យថ្មីតែខ្មៅគូភ្នែកតែងខ្លួនឲ្យបានផ្លែកឲ្យបំពេញមុខបងព្រមទៅណាប្រត់ស្ងួនទៅលេងបងប្អូនញាតិមិត្តភៅផងព្រមទៅណាប្រល្អទួងបីជាក្រក៏មិនយូរកន្លងមកវិញខំធ្វើការមួយជាពីរដងឲ្យតែបានប្របងនាំអូនទៅលេងស្រុកលក់ជ្រូកទៅបងនាំអូនទៅស្រុកតាបកូនជ្រូកទៅបងនាំអូនទៅលេងស្រុកលក់ជ្រូកទៅបងតោះយកអូនទៅស្រុកថាបកូនជ្រូកទៅបងនាំអូនទៅលេងស្រុកអូខេដល់វេទខ្ញុំសូមជម្រាបសួរដល់ពុកអ៊ំជាពិសេសបងប្អូនដែលបានជួបជុំនៅក្នុងថ្ងៃនេះអូនកំភៃរបស់កូនជូកចាំបងឲ្យបោសន្សំលុយឲ្យអូនតែខ្លួនឲ្យស្អាតទៅជួបពុកម៉ែបងប្អូននៅឯស្រុកជាពិសេសថ្ងៃនេះបងហាមដៃខាត់កុំលក់ជ្រូកពីព្រោះសប្តាហ៍ថ្ងៃបងដូចជ្រូកអូនឯងគិតមែនតែនមានឆ្អិនកុំចាក់ចោលបងឲ្យសោះណាអូនណាចាបងត្រូវតែបោកដើម្បីអូនណាប្រុសស្គនត្រូវតែគិតបងកុំភ្លេចឲ្យសោះអូនជាប្រពន្ធបងឲ្យបងទៅចាប់ពោះបងនៅក្នុងពេលហ្នឹងភ្លេចកុំលេងកូនអ្នកមីងឆាំជីវិនអូនចង់ឲ្យបងបោកដើម្បីអូនព្រោះប្រុសស្ងួនចង់បានកូនជាមួយស្រីពេលនោះរូបបងខ្លួនជាប្តីបងត្រូវតែពោះឲ្យស្រីណាប្រុសអូយបាទចាំមកថាជំរាបសួរចឹងបានសុំសរសើរដល់លោក BIG ចឹងបានថាទេពកោសលមានមួយបែបម្នាក់ខ្ញុំនៅខាងកំ pl ែងចឹងទៅដល់តែពេលដល់ចង់ទៅរ៉េបដូចលោក BIG ទៅអត់រួចទេវាត្រូវតែអាក់ចឹងប៉ុន្តែបើសិនកំ pl ែងវិញយូរគាត់បើសិនកំ pl ែងក៏នៅអាក់ដែរប៉ុន្តែដល់ពេលរ៉េបវិញគាត់រូដែរចឹងបានថាទេពកោសលមានផ្សេងផ្នែកនេះអ៊ូរ៉ាចាអីផ្លែមែនថ្ងៃនេះសាសងគ្នាសាសងដៃគូថ្មីដៃគូថ្មីចាខ្ញុំឲ្យបោកកូនជ្រូកទៅព្រោះខ្ញុំដឹងថាបោកបំបែកចោលទៅអាជ្រូកហ្នឹងទោះបីមិនជ្រូកហ្នឹងគេលួចបានបាទសុកចិត្តយកមកញាត់ប្តីខ្ញុំទៅវិញគាត់ថាកូនជ្រូកខ្ញុំហ្នឹងរុនប្រដាប់ញាត់ហ្នឹងវាវែងដល់ខាងប្តីខ្ញុំនេះរុនប្រដាប់ញាត់មួយរុនពីររុនអីខ្លះមែនរុនក្រៅរុនមុខរុនច្មោះពីររុនច្មោះរុនសិតបាទហ្នឹងរុនអើយរុនពីក្រៅអត់ដឹងទេឯងនិយាយត្រង់រងថ្ងៃខ្ញុំចង់លេងឯងស៊ីបាយច្រើនធ្វើម៉េចបងឯងបោកកូនស៊ូយកមកញាត់តែបងហ្នឹងចាយកតែមកញាត់តែប្តីហ្នឹងចាំប្តីធំពីណាញាត់ប្តីឯងឯងអ្នកញាត់ទៅខ្ញុំម្ដងខ្ញុំថាកុំអត់អីអូនញាត់តិចចឹងខ្ញុំថាកុំអត់ទេតិចខ្ញុំទ្រាំឲ្យញាត់តិចទៅតែម្ដងណានោះអស់ញាត់តែម្ដងហើយហ្នឹងសុំមួយទៀតជួយញាត់ម្ដងមិនពេញកូនជ្រូកដល់ញាត់ច្រើនដងបានលុយវាពេញហើយបើកូនជ្រូកបានលុយហ្មងសំនិយាយរួមទៅសំកាខ្ញុំយើងមិននៅស្រុកគេហ្នឹងហើយសំញាត់កូនជ្រូកហ្នឹងប្រហែល10ឆ្នាំបោកមកបាន2រៀលហើយនៅស្រុកគេរបអីគេដែរចាកាលនៅស្រុកគេរបអីបែបផ្លែប៉បបាយដូណាត់អូយដូណាត់ដៃចុះមកដំបងស្គមទេកាលនៅស្រុកខ្មែរស្គមទេបាយដូណាត់គាត់ណាទៅនៅអាមេរិកភ្លាមបាយដូណាត់ធាត់ភ្លាមឡើងពុកបាយញឹកអូនញ៉ាំមានបានបាយយកលក់អីមកដាក់ខ្លួនឯងចាប៉ុន្តែចេះរបស់អីក៏វាមិនចាมันខូចអីដែរมันខូចអីដែរឲ្យតែយើងមានមុខរបរអាក្រក់តែមនុស្សយើងពេលថាទទួលអត់ផាត់មុខទេអត់ទេអាក្រក់តែមនុស្សយើងដែលថាមានការងារធ្វើអត់ខំប្រឹងធ្វើការមិនថាអញ្ចឹងឯងការងារអីក៏វាមិនថោកមិនតូចមិនទាបដែរបើយើងពេលទំនេរត្រាវចូលចិត្តនិយាយត្រាវដល់ទៅគេហែកមាត់ម្ដងមិនដឹងខ្លួនចិត្តតែគេប្រាប់ខ្ញុំថ្ងៃមុនតែគេជីវិខេតមកដល់ពេញអីយោចាខ្ញុំហ្នឹងហើយនិយាយរួមខ្ញុំនិយាយត្រង់ខ្ញុំសុំសរសើរខ្លួនឯងមែនតើខ្ញុំមិនដែរចេះនិយាយដើមបងប្អូនណាពេលដែលខ្ញុំអត់ទៅខេត្តទៅអីពេលដែលខ្ញុំទៅខេត្តអីចឹងមកវិញធម្មតាច្រៀងចប់ម៉ោង2:10យប់ concert គេ2:10យប់បានចប់ ចា ហើយដល់ពេលមកយើង
ធ្វើដំណើរមកវិញទាំងយប់យើងមិនល្ងុយគេង បាទ ដល់ចឹងត្រូវតែរកដើមគេនិយាយហី អ្វីក៏បានល្ងុយ តម្រាំនឹងមកដល់ភ្នំពេញ អត់ត700ទៀតនាក់ អស់ 700ដើម ចេញអស់700ដើមបានបាត់ល្ងុយគាត់តែឈប់និយាយភ្លាមដូចថាដៃគូខ្ញុំណាអើយកតោអីកុំនិយាយពេកផ្អាកនិយាយខ្លះទៅប្រយ័ត្នតែម្ចាស់ដើមគេនេះគេញាក់ភ្នែកស្ដាំភ្នែកឆ្វេង បាទ គាត់តែឈប់ភ្លាមងោកភ្លាមមកចាំដើមនិយាយទៀតនិយាយត្រង់ខ្ញុំស្បត់តែដើមតាបុយខ្ញុំធ្លាប់និយាយដែរហ្នឹងខ្ញុំនិយាយត្រង់មក និយាយដើមគេជួយការអាចចូលមកលើឡាប់អស់ហើយទៅគ្នាចុះបែកផ្ទះគ្នានិយាយតាមទូរស័ព្ទទៀត អត់ទាន់អស់ទេគាត់ថានៅកតុយមកហើយតិច ខ្លាចអ្នកបើកដល់អត់បើកដល់ទេ ហ្នឹង ហើយនិយាយត្រង់ដើមតាបុយខ្ញុំនិយាយតែល្អល្អឯងមើលដើម BIG ខ្ញុំនិយាយពីអាក្រក់មែន និយាយដើមប្តីខ្លួនឯង និយាយរួមទៅ BIG ទោះបីនិយាយល្អក៏គេមិនជឿដែរ បាទ ព្រោះគាត់អត់ស្អាតដូចតាបុយតែពីក្មេងខ្ញុំសួរឯងស្អាតអត់ខ្ញុំសួរមែន អូចឹងមិនឯងនេះលងសម្រស់នៅសារខាងនេះទេ ខ្ញុំលងដោយសារតាមអា Facebook កាត់តណាកាត់តហ្នឹងហើយដល់ឃើញរូបពិតម៉ែ កាត់តដាក់តិនហ្វី ដល់កាត់តដាក់ទាំងពីរហើយមានថតឃើញមកល្បែងខ្លួនចេះណាអើតែមុខគេហើយមុខគាត់ដដែលទេ ជួយឲ្យថតឃើញអាប៉ុណ្ណេះណា ហ្នឹងមែនទេមុខគាត់ដដែលប៉ុន្តែគាត់ចិត្តឲ្យចំហៀង ហ្នឹង ចិត្តអស់នៅមុខទៅពេលមុខតាមពិតមុខនេះទៅដោះញែកនេះ បាទ ដូចគេទៅចាក់កាងឡាននេះ គេថាកាងឡានគេហៅ body kit បាទ មែនទេមុខឯងមុខដូចលេខ0ហ្នឹង រចនាតាមប្រព័ន្ធ មកយករៀបថាមុខចឹងស្រួលកែ ចា ចេះ យកមរៀបគាត់ណាគូសវងចឹងទៅវាយតែភ្នែកតិចច្មោះតិចមាត់តិចឲ្យមកចាប់ជាតិហើយ បាទ តែមុខដែលពិបាកយកមរៀបថាពិបាកបំផុតដឹងមុខអ្នកណាហ៎ ហ្នឹងគេ មុខឥណ្ឌា អូ ជនជាតិឥណ្ឌា បាទ ចា នៅយកឆ្លាក់នៅភ្នែកនេះចិត្ត បាទ និយាយរួមមុខដូចគំនូមកមុខដូចឥណ្ឌា បាទ មុខឥណ្ឌាបើមុខចិនក៏ បាទ ស្រួលដែរស្រួលឆ្លាក់ដែរយកមរៀបនិយាយ បាទ ចា ភ្នែកចិន បាទ ស្រួលឆ្លាក់ណាគ្រាន់តែមកខ្វៀកទៅហើយ សេរីភ្នែកចឹង សេរីដូចភ្នែកខ្ញុំនេះងាយទេនៅឆ្លាក់នៅចិត្តតម្រាំបានកលៈតម្រាំបានអីបើភ្នែកចិននៅជប៉ុនភ្នែកកូរ៉េគាត់គូសមកខ្វៀកទៅចាប់ជាតិ បាទ ហើយស្រីឲ្យប្រុសខុសគ្នាទៀត បាទ ចា ផង ម ម៉េច នុស្សស្រីស្រួលក៏ស្រួលទៅចាប់ជាតិដែរ បាទ យមរៀបថាថត់ទេ បាទ គាត់ អីគេ គាត់ណាកាប់បំថៃទៅបាត់ហើយ បាទអរគុណទាំងពីរអ្នកអូនណាអរគុណ អត់ថត់អត់ទេនៅនាងសាណាតាបុយ បាទ ហើយនឹងប្តីរបស់ខ្ញុំ BIG ប្តីក្នុងរឿង ខ្ញុំចា ប្តីក្នុងកម្មវិធី អត់ទេបើបានប្តីដូចតាបុយមែនក៏ស្រួលដែរ តាបុយទេតាបុយទេ អូយមិនតក់ច្រឡំរហូត លុតម្លេះណោះ ហើយដល់ថ្ងៃហ្នឹងរលីនអត់មកខ្ញុំលុបតាបុយរហូតនេះ ប្រពន្ធគេអត់ទៅចា ប៉ុន្តែអត់នៅចង់ហ្មងអត់ទេបានប្តីដូច BIG ក៏ល្អដែរចំណេញលុយទិញពូក លេខលេខលើមក បាទ ឆ្លងដូចថាទៅអ្នកលឿងអីឆ្លងសាឡាងឆ្លងអីក៏យើងបាច់ឆ្លងសាឡាងអស់លុយទិញសម្រាប់សាឡាងដែរជីតាប្តី តែធ្វើមក ចាអរគុណច្រើនចាសូមជួយដាច់ផងជួយដាច់ផងជួយដាច់ផង អរគុណហើយយើងនៅគណៈកម្មការមួយរូបទៀតចាដែលលោកអ្នកតែជួបគាត់ជាសប្តាហ៍ក្រោយពីបន្តបង BIG ឬនោះក៏សូមស្វាគមន៍ដល់ Mr Free បាទ បាទជំរាបសួរ បាទ បាទសូមអរគុណគោរពដល់សម្ដេចទ្រង់ឯកឧត្តមហើយនិងទស្សនិកជនទាំងអស់គ្នាផងដែរបាទថ្ងៃនេះគឺសប្តាហ៍ថ្មីទៀតមែនទេ បាទ ឃើញថាមួយសប្តាហ៍ ហើយឲ្យព្រីអើយតែមួយសប្តាហ៍ហ្នឹងទៅសប្តាហ៍ក្រោយសប្តាហ៍ថ្មីហើយចាស់និយាយ និយាយទេអត់និយាយ ទៅរៀននិយាយបង ថ្ងៃណា បង free ឡើង ទៅ ជាង រៀនក្រោយឆាកមិញ ពីឯណាឡើងឈៀងមួយបងចេះឈៀងទេ ព្រីចេះច្រៀងអត់ ចេះតា បាត់អីមើលឥឡូវយក ចា ឥឡូវឯកភាពឲ្យព្រីច្រៀងហ៎ច្រៀងឥឡូវតាបុយសាណាឯកភាព ចា តកាមេរ៉ាអីគាត់ឯកភាពហើយគាត់ថតមកនោះ តា Free ចិត្តឈៀងយើងត្រៀមដល់ទឹកសុទ្ធ អត់ទេច្រៀងមកវិញគោ រ៉េបដូចតោះ រ៉េប ហាមួយ ភ្លេង ភ្លេងហ៎ត្រូវការភ្លេងទៀត គេអូន បាទរ៉េបពីអ្នកបង BIG មួយចឹង អូរ៉េប ចាតាមកមួយ បងចង់សាបងរ៉េប ពីរបី ហើយបងទៅមុនហ្នឹងសើច្បង បងតមុនសិស្សច្បងចា សូមរំខានអ្នកទាំងអស់ពីព្រោះពួកខ្ញុំសូមថា hello សូមជម្រាបសួរអស់លោកលោកស្រីទាំងអស់ទាំងទៅចូលសិទ្ធិលើពីលើក្រោយចេញមកដល់ទីហើយឥឡូវជួបនឹង Mr Free Freestyle Yes let's go and it's me your DJ hey let's go
ខ្ញុំបាទ DJ Free សូមជម្រាបសួរបងប្អូនពុកម៉ែទាំងអស់គ្នាព្រមទាំងពិធីកប់ពិធីការនេះព្រមទាំងបាទបន្តបងគ្នាលោកអើយព្រមទាំងគណៈកម្មការទាំងអស់គ្នាបាទទៅតែរៀនរ៉េបថ្មីមិនសូវល្បីដូចបង BIG ទេណាខ្ញុំបាទ សាវិល័យយោនិសាវិល័យសាវិល័យសាវិល័យយោនិសាវិល័យ សាវិល័យ អ្នកតាពីរ៉េបត្រូវហើយខ្ញុំមិនកាន់តើខ្ញុំចង់រ៉េបជាមួយថាអ្នកថ្ងៃនេះគឺពិតជាសប្បាយខ្លាំងណាស់ក្នុងកម្មវិធីពេញចិត្តឬអត់កម្មវិធីពេញចិត្តសៀយ៉ាអូយ៉ាសៀអូយហាត់ណា ឃើញតាមតោបកែបាញ់ជាងគេរហូត បានព្រាវមុនទេ តែប៉ាត់ចេះ បកែទឹក3សុំពេញខ្យល់ អរគុណ អើយហាត់ណាលោកអើយលោក ចាសូមស្វាគមន៍មកកាន់កម្មវិធីពេញចិត្តឬអត់សៀរបស់មក ប្លែកទៀតថ្ងៃហ្នឹង តាណាចង់រ៉េបដែរអរគុណច្រើនដែលកម្មវិធីនេះឧបត្ថម្ភដោយ Sabia Gasberg ផលិតដោយអ្នកជំនាញជនជាតិអាល្លឺម៉ង់ដែលធ្លាប់បានផលិតស្រាបៀរ350ប្រភេទនៅទូទាំងពិភពលោកនិងទទួលបានមេដាយមាសជាច្រើនដោយពុំធ្លាប់ទទួលបានមេដាយប្រាក់ម្ដងណាសោះឡើយ Sabia Gasberg ផលិតដោយបច្ចេកវិទ្យាអាល្លឺម៉ង់និងម៉ាស៊ីន Mark Graunes ដែលមានតម្លៃថ្លៃនិងជាម៉ាស៊ីនផលិតស្រាបៀរលំដាប់ថ្នាក់លេខ1នៅលើពិភពលោក Sabia Gasberg ផលិតដោយជនជាតិអាល្លឺម៉ង់គុណភាពអាល្លឺម៉ង់ ទឹកផ្លែឈើអូឡាតេមកពីប្រទេសកូរ៉េផ្សំឡើងពីទឹកដោះគោស្រស់និងផ្លែឈើពីធម្មជាតិដើម្បីបង្កើនសារធាតុកាល់ស្យូមនិងវីតាមីនសម្រាប់រាងកាយទឹកផ្លែឈើអូឡាតេជំនួយដល់សុខភាពឆ្អឹងនិងការលូតលាស់របស់ឆ្អឹងវីតាមីនដែលមាននៅក្នុងទឹកផ្លែឈើអូឡាតេធ្វើឲ្យស្បែកកាន់តែស្រស់ស្អាតអូឡាតេមាន3រសជាតិផ្អែមឆ្ងាញ់រសជាតិទឹកដោះគោលាយផ្លែប៉ោមរសជាតិទឹកដោះគោលាយផ្លែសេរីនិងរសជាតិទឹកដោះគោលាយផ្លែប៉េសទឹកផ្លែឈើអូឡាតេជាផលិតផលរោងចក្រតែមួយជាមួយភេសជ្ជៈពើកម្លាំងបាកាស អូឡាតេភេសជ្ជៈនៃសម្រស់និងសុខភាព សូធឿនឯកទេសបង្រៀននិងជួសជុលទូរស័ព្ទដៃគ្រប់ប្រភេទហើយយើងខ្ញុំមានគ្រឿងបន្លាស់យ៉ាងសម្បូរបែបសម្រាប់ផ្លាស់ប្ដូរជូនអតិថិជនយ៉ាងឆាប់រហ័សទាន់ចិត្តមានទទួលដោះលេខកូដបញ្ចូលកម្មវិធីដែលមានលក់ដុំនិងរីនៅប្រព័ន្ធ accessory ផ្សេងៗរបស់ទូរស័ព្ទគ្រប់ model សេវាកម្មនិងទំនុកចិត្តបំផុតមាននៅសូធឿន Mobile Service Center ចាអរគុណច្រើនកម្មវិធីរបស់យើងទៅតែស្វាគមន៍ដល់គណៈកម្មការទាំង3ថ្ងៃនេះសិតអ្នកចេះរ៉េបទាំងអស់ បាទ កែមែនតើនៅតែតបុយមួយទៀត អត់ទេតែ3សប្តាហ៍ក្រោយត្រូវតែច្រៀងអត់មានរឿងអត់ច្រៀងទេប្រាប់ឲ្យហើយ តែសម ឥឡូវច្រៀងឆ្លងឆ្លើយជាមួយនឹងសនាក៏បានដែរសប្តាហ៍ក្រោយ មើល ឥឡូវសូមសន្យាធានាជូនបងប្អូនកំពុងទស្សនាសប្តាហ៍ក្រោយកុំភ្លេចសប្តាហ៍ក្រោយកុំភ្លេចចាំទស្សនាតែ3 កុំ នឹងស ភ្លេ នា ចដល់គេភ្លេចបាត់ អត់ទេកុំភ្លេចទស្សនានៅសប្តាហ៍ក្រោយតែ3នឹងសនា អាយ៉ៃ ចម្រៀងមួយបទក្រោមចំណងជើងថាសប្តាហ៍នោះគង់ដឹងអីចា លេងចឡើងអាទិត្យក្រោយឈឺអត់មកបាត់អរគុណលើសួរ free វិញសប្តាហ៍នេះវិញ្ញាសារបស់យើង វិញ្ញាសារបស់យើងគឺតាក់ទងនឹងវត្ថុហោះ វត្ថុហោះ ហ្នឹងហើយនិយាយខ្មែរវិញខ្លាចមកតុបាញ់ទៀត បាទ មនុស្សហោះបានទេមែន ស្រែកតាខាង បងប្អូនអ្នកលេង បេក្ខជនប្រឡងបាទ ចា ណែខាងគេហោះចឹងស្រួលមិនបាច់ជិះឡានឯងអស់សាំងអស់អីល្អហ្មង បាទ តែខ្ញុំចង់ឲ្យបងប្អូននោះធ្វើម៉េចឲ្យខ្ញុំចេះហោះដែរ ចា ហោះស្អីរួចមានប៉ុណ្ណាណីនោះ អីស្រួលហ៎កាត់ដៃកាត់ជើងចេញ ទៅបងចានៅវគ្គក្រោយយើងនឹងបង្ហាញជូនវត្តមានរបស់តារាគ្រូសប្តាហ៍នេះថាតើជាអ្នកណាខ្លះប៉ុន្តែពេលនេះកម្មវិធីសូមអនុញ្ញាតសម្រាប់មួយភេទសិន